អ្នកនាងឲ្យខ្ញុំកំពុងមានផ្ទៃពោះសូមមេត្តាដោះលែងខ្ញុំទៅអ្នកនាងអរគុណច្រើនស្លាប់ហើយគឺបងស្រីជីដូនមួយខ្ញុំចៅបូលោកយាយខ្ញុំឃើញបងស្រីជីដូនមួយធ្លាក់ក្នុងទឹកមាត់ភូមិហើយយកឈើវែងទៅជួយគាត់លឿនឡើងឈូស៊ីឯងនិយាយស្អីហ្នឹងទន្លេមាត់ភូមិឆ្ងាយពីនេះ2គីឡូឯណោះហើយមានព្រៃដើមត្រែងបាំងទៀតឯងមានភ្នែកទឹកមែនទេបានជាឃើញគាត់ធ្លាក់ទឹកមែនហើយបងស្រីឯងទៅណាត់ជួបគេថ្ងៃនេះគាត់ស្លៀកពាក់សុទ្ធតែខោអាវថ្មីពេលនេះប្រហែលជាកំពុងជិះម៉ូតូដើរលេងក្នុងក្រុងហើយចុះធ្លាក់ទឹកមិនកើតកុំចេះតែនិយាយផ្ដេសផ្ដាសខ្ញុំមិនបានកុហកទេទឹកទន្លេហូរខ្លាំងណាស់បើមិនទៅជួយទេគឺគ្រោះថ្នាក់ហើយទៅធ្វើការរបស់អ្នកទៅកុំមកនិយាយផ្ដេសផ្ដាសនៅទីនេះអ្នកនាងប្រយ័ត្នអរគុណបងលូដែលបានជួយខ្ញុំមិនក៏ជាអ្នកកុំចេះតែរឿងគេនរណាឲ្យអ្នកជួយខ្ញុំបងស្រីខួរក្បាលបងមានបញ្ហាហើយមែនទេខ្ញុំទើបតែជួយសង្គ្រោះបងពីមាត់ទ្វារមរណៈណានរណាឲ្យអ្នកជួយអ្នកមិនចង់ឃើញខ្ញុំល្អមែនទេនរណាឲ្យអ្នកមកធ្វើល្អជួយខ្ញុំអ្នកនេះមិនក៏សង្គុណដោយតោបែបនេះបងលូមិនក៏បងទើបតែមកបងមិនដឹងទេអីខ្ញុំកំពុងដើរល្អគឺឈូសៀនាងជាអ្នករុញខ្ញុំចុះទៅកុំមកនិយាយរឿងមិនពិតទៀតទៅខ្ញុំឃើញអស់ហើយអ្នកស្ទើរតែឡងទឹកស្លាប់ទៅហើយគឺគាត់ទេដែលប្រថុយជីវិតចុះទៅជួយអ្នកសុទ្ធតែនាងឈូសៀបើមិនមែនព្រោះតែនាងមករំខានទេបងសាងហ្វឹងមិននិយាយបែបនេះដាក់ខ្ញុំឡើយតាមពិតគាត់ត្រូវតែមកជួយខ្ញុំតើឈូសៀចាំមើលសិនទៅរឿងនេះខ្ញុំមិនភ្លេចទេអ្នកមិនអីទេមែនទេពាក់អាវនេះទៅកុំឲ្យត្រជាក់ខ្លាំងដើម្បីជួយមនុស្សចិត្តអាក្រក់បែបនេះមិនសមតម្លៃទេអរគុណលោកបងលូតែខ្ញុំមិនអាចឈរមើលគេស្លាប់នៅមុខបែបនេះបានទេអ្នកជាក្មេងស្រីដ៏ក្លាហានម្នាក់រស់រាន់ទៅផ្ទះបដូរខោអាវទៅឲ្យព្រះអាយ៉ានហុងអាវថ្មីអ្នកខូចអស់ហើយតើអ្នកធ្វើអីហ្នឹងតើជូស៊ីនិយាយត្រូវមែនទេលឿនឡើងចូលទៅបដូរខោអាវទៅខ្ញុំនឹងម៉ាក់អ្នកទើបតែយកច្រឡំលើគាត់យកទឹកដោះគោនេះទៅឲ្យឈូស៊ីនៅផ្ទះកូនទី2ទៅឲ្យទឹកដោះគោគាត់ធ្វើអីគឺនាងឈូស៊ីនោះទេដែលឃើញខ្ញុំស្លៀកពាក់ស្អាតក៏ច្រណែនហើយរុញខ្ញុំធ្លាក់ទឹកបងប្រុសលឿនឡើងមានគេឃើញហើយមិនល្អទេមានមេខ្យល់បងលូក្នុងផ្លូវតមុខនោះមានមេខ្យល់បងជិះម៉ូតូទៅហើយអ្នកភូមិមកលឿនឡើងមេខ្យល់អីនៅនេះមានមេខ្យល់ឯណាបើជារឿងពិតមែនចុះឈូស៊ីមិនគ្រោះថ្នាក់ហើយហេហើយទៅហៅគេមកជួយសិនល្អជាងឈប់សិនដាក់ក្មេងនោះចុះនាងក្មេងនេះមកពីណាដាក់អីគេនិយាយស្អីមិនយល់កុំធ្វើពុតអញដឹងច្បាស់ថាក្នុងឡានមានអីក្នុងឡានមានតែស្បែកក្តោបទេឆាប់ទៅឲ្យឆ្ងាយស្បែកក្តោបអីស្បែកក្តោបឯណាដើរបានយំបានក្នុងបាវនោះគឺជាក្មេងម្នាក់នាងក្មេងនេះកុំចេះដឹងរឿងគេពេកយកលុយនេះទៅទិញខោអាវពាក់ទៅរឿងថ្ងៃនេះធ្វើដូចមិនឃើញបើមិនចង់ស្លាប់យកលុយស្មោកគ្រប់មកបិទមាត់ខ្ញុំសុបិនទៅអ្នកណាគេនៅនឹងចាប់ពួកជួញដូរមនុស្សជួយផងបងធំដាក់ថ្នាំវាទៅរួចសម្លាប់វាចោលហើយយើងប្រញាប់ទៅមិនយូរទេអ្នកភូមិគេនឹងមកដល់ហើយមិនចង់បានល្អទេចង់បានអាក្រក់មែនទេអញនឹងជូនដំណើរអញទៅកាន់ទីបញ្ចប់ងប់ហើយប៉ូលីសមកដល់ហើយហ៊ានមកចាប់មនុស្សធ្វើបាបគេទាំងថ្ងៃត្រង់ក្នុងភូមិបែបនេះអ្នកនាងតូចតើអ្នកនាងមានរបួសត្រង់ណាទេប្រញាប់ឡើងទៅចាប់ម្នាក់នោះក្នុងភូមិទៅដាក់ថ្នាំសម្លាប់វាទៅពួកជួញដូរមនុស្សនៅណានៅឯណោះក្នុងភូមិអាយអាសត្វត្រឆានពួកឯងនេះពួកឯងពិតជាសាហាវខូខើណាស់ធ្វើបែបនេះសម្លាប់ខ្ញុំច្បាស់ណាស់យកខ្សែមក
អ្នកណាចង់អតិថិជនពីរអ្នកនេះឲ្យជាប់ដូចចង់នំអន្សមទៅរួចបញ្ជូនទៅប៉ុស្តិ៍ប៉ូលីសភ្លាមឆាងហ្វឹងឈូសៀថ្ងៃនេះពិតជាអរគុណអ្នកទាំងពីរខ្លាំងណាស់ឈូសៀបើមិនបានឆាងហ្វឹងជិះម៉ូតូត្រឡប់មកវិញទាន់ពេលទេនោះផលវិបាកគឺមិនអាចស្មានដល់ឡើយលោកមេភូមិរឿងនេះគឺដោយសារឈូសៀគាត់ជាអ្នករកឃើញមុនហើយក៏ជាអ្នកយកជីវិតមកប្រថុយរារាំងឡាននេះដែរលោកមេភូមិអ្នកទាំងអស់គ្នាកុំទាន់ទៅណាឈូសៀមានរឿងអីមែនទេពួកជួញដូរមនុស្សចាប់បានអស់ហើយមិនមែនឬលោកយាយពេលប្អូនស្រីចេញទៅក្រៅថ្ងៃនេះគាត់មានពាក់គ្រឿងអលង្ការអ្វីនៅលើក្បាលដែរឬទេអូគាត់ពាក់ក្បិនសក់កណ្ដឹងប្រាក់តូចមួយដែលជាវត្ថុអនុស្សាវរីយ៍ម្ដាយគាត់ទុកគាត់តែងតែពាក់វានៅលើសក់ជានិច្ចពេលខ្ញុំរារាំងឡាននេះពួកគេប្រញាប់រត់គេចណាស់គ្មានពេលឆែកឆេររកគ្រឿងអលង្ការលើខ្លួនក្មេងនោះទេអញ្ចឹងភាគរយខ្ពស់គឺវាមិននៅនឹងខ្លួនពួកគេទាំងពីរនាក់ទេនៃរបស់អ្នកគឺមានអ្នកចាំមើលផ្លូវក្នុងភូមិហើយក៏មានអ្នកសង្គុណនិតដែរមែនទេឲ្យខ្ញុំមើលមុខពួកជួញដូរមនុស្សនោះបន្តិចមើលថាវាមានមុខមាត់បែបណាគាត់នឹងហើយជាអ្នកជួញដូរមនុស្សចាប់គាត់ទុកត្រូវហើយគឺអតិឆានម្នាក់នេះឯងល្អណាស់នាងជូស៊ីថ្ងៃនេះឯងធ្វើបានល្អណាស់ពួកយើងស្ទើរតែចាញ់បោកពួកវាទៅហើយយកពួកជួញដូរមនុស្សពីរនាក់នេះទៅប៉ុស្តិ៍ប៉ូលីសទៅត្រូវតែឲ្យពួកវាទទួលទោសតាមច្បាប់ជូស៊ីឯងរត់ទៅណាពួកឯងមកដល់ផ្ទះហើយនិយាយការពិតមកឯងរុញបងស្រីឯងធ្លាក់ទឹកមែនទេខ្ញុំរុញគាត់លីនយ៉ានហុងខ្ញុំជួយអ្នកបែរជាមកចោទខ្ញុំបែបនេះមែនទេគឺឯងរុញខ្ញុំកុំមើលមុខគេធ្វើឲ្យមិនហ៊ានទទួលខុសត្រូវមីងជូស៊ីជាក្មេងល្អគាត់មិនធ្វើរឿងនេះទេប្រហែលជាមានការយល់ច្រឡំហើយយល់ច្រឡំយ៉ានហុងនិយាយផ្ទាល់មាត់ហើយនៅមានខ្លាយទៀតឯងចិញ្ចឹមកូនបែបណាសំបីបងប្អូនក៏ហ៊ានធ្វើបាបចិត្តអាក្រក់ណាស់គឺគាត់ពាក់ស្បែកជើងកែងក្រាស់ដើរលេងមាត់ស្ពានទៅប្របូតជើងធ្លាក់ទៅខ្ញុំខំចុះទៅជួយគាត់មិនត្រឹមតែមិនដឹងគុណថែមទាំងចោទខ្ញុំទៀតឯងក៏ហកឯងច្រណែនខ្ញុំកុំមកធ្វើមុខក្រាស់ចោទខ្ញុំបែបនេះកុំធ្វើឲ្យខ្មាស់គេឈូសៀខ្ញុំសុំអង្វរឯងឆាប់ទៅសុំទោសបងប្រុសនិងបងស្រីឯងទៅរឿងនេះនឹងចប់ហើយឬទេខ្ញុំមិនបានធ្វើខុសផងហេតុអ្វីត្រូវសុំទោសឯងចង់បះបោមែនទេបើកូនទី2មិនបង្រៀនឯងទេថ្ងៃនេះម៉ាក់នឹងបង្រៀនឯងជំនួសប៉ាឯងនាងកូនមិនទៅញោបងប្រុសបងធ្វើអីហ្នឹងរឿងល្អហើយលោកទី2ឈូសៀមានរឿងល្អធំហើយនិយាយអីហ្នឹងហើយស្លងស្លោអីរឿងល្អអីមេក្រូមេភូមិមេភូមិកំពុងនាំអ្នកភូមិទាំងអស់មកជូនផ្ដាល់ដល់ឈូសៀហើយលោកទី2ឯងពិតជាមានកូនស្រីល្អមែនថ្ងៃនេះឈូស៊ីមិនត្រឹមតែចាប់បានក្រុមជួញដូរមនុស្សទេថែមទាំងរកឃើញចារកម្មលាក់មុខទៀតជួយសង្គ្រោះចៅស្រីយាយលីបានទៀតនេះជាមោទនភាពរបស់ភូមិយើងឈូស៊ីឯងជាអ្នកមានគុណបើមិនមែនព្រោះឯងទេចៅស្រីកំសត់របស់ខ្ញុំប្រហែលជាត្រូវពួកវាចាប់យកទៅលក់បាត់ហើយឯងបានជួយជីវិតគ្រួសារយើងហើយលោកមេភូមិនិងបងប្អូនទាំងអស់គ្នាកុំចាញ់បោកនាងនេះឲ្យសោះគាត់ជួយគេគឺជារឿងល្អតែគាត់បែរជាចង់សម្លាប់កូនស្រីខ្ញុំទៅវិញគឺត្រូវតែដោះស្រាយឲ្យដាច់ស្រេចលោកមេភូមិឲ្យលោកត្រូវតែជួយរកយុទ្ធធម៌ឲ្យខ្ញុំផងលីនឈូស៊ីជួយគេគឺជារឿងคล้ายៗគាត់ចង់បង្ហាញពីសមត្ថភាពខ្លួនឯងគាត់ពិតជាចិត្តអាក្រក់ណាស់គាត់ច្រណែនដែលខ្ញុំអាចត្រឡប់មកជាមួយឈឹងលីបានក៏ដាក់ថ្នាំក្នុងតៅហ៊ូហើយថែមទាំងរុញខ្ញុំធ្លាក់ទឹកទៀតបើខ្ញុំមិនចាប់បានស្មៅទេម្លេះសំស្លាប់បាត់ទៅហើយអ្វីលីនឈូស៊ីអ្នករុញបងស្រីខ្លួនឯងធ្លាក់ទឹកមែនទេលោកមេភូមិខ្ញុំមិនបានធ្វើទេគឺគាត់ខ្លួនឯងទេពុះតាំងច្បាស់ប្រឡែកហើយនៅចង់ប្រកែកទៀតឬមើលចុះហុងសាមជោគខ្លួនអស់ហើយសម្លៀកបំពាក់ក៏ខូចស្បែកជើងក៏បាត់មួយអ្នកភូមិទាំងអស់សុទ្ធតែឃើញលីនឈូស៊ីបើជារឿងពិតតើអ្នកដឹងទេថាវាធ្ងន់ធ្ងរប៉ុណ្ណាការសម្លាប់មនុស្សគឺខុសច្បាប់ហើយការប៉ុនប៉ងសម្លាប់គេគឺត្រូវទទួលទោសប្រហារជីវិតភូមិយើងមិនអាចទុកឃាតករចិត្តអាក្រក់បែបនេះបានទេបើការស៊ើបអង្កេតរកឃើញថាពិតមែនដឹងហើយខ្ញុំមិនត្រឹមតែយកដាននេះមកវិញទេថែមទាំងបញ្ជូនអ្នកទៅដាក់គុកទៀតព្រះឲ្យមើលទៅដូចជាវីរបុរសតែតាមពិតជាឃាតករសោះគួរឲ្យខ្លាចណាស់ពិតមែនហើយអូនស្រីខ្លួនឯងក៏ហ៊ានធ្វើបាបមនុស្សបែបនេះត្រូវតែចាប់ដាក់គុកឈូសៀម៉ាសុំអង្វរែងហើយទៅលុតជង្គង់សុំទោសពូធំនឹងយានហុងទៅសងសំណងទៅរឿងនឹងចប់ហើយបើមិនអញ្ចឹងទេថ្ងៃនេះឯងត្រូវជាប់គុកហើយឈូសៀស្ដាប់សម្ដីម៉ាក់ឯងទៅផ្ទះយើងមិនអាចឈ្នះគេទេសុំទោសគេទៅ